អសានវិទ្យាសេតវិមានលោក Donald Trump ក៏ប្រជុំបន្ទាន់ដើម្បីសម្រេចវាសនាអ៊ីរ៉ង់រវាងការចរចាឬការទម្លាក់គ្រាប់បែកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកជាបន្ទាន់នៅសេតវិមានដើម្បីពិនិត្យមើលស្ថានភាពចុងក្រោយនៃការអនុវត្តបទឈប់បាញ់រយៈពេល14ថ្ងៃដែលកំពុងឈានដល់ទីបញ្ចប់របស់ខ្លួនដើម្បីសម្រេចថាតើត្រូវផ្ទុះសង្គ្រាមជាថ្មីទៀតឬក៏ត្រូវអង្គុយនៅឯតុចរចាសេចក្តីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានចេញពីទីក្រុង Washington បានឲ្យដឹងថាលោក Donald Trump បើកកិច្ចប្រជុំជាមួយនឹងគណៈរដ្ឋមន្ត្រីរបស់លោកដែលក្នុងនោះមានទាំងរដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក Pete Hegseth រដ្ឋមន្ត្រីការបរទេសលោក Marco Rubio អនុប្រធានាធិបតីលោក JD Vance និងអ្នកជំនាញកិច្ចចរចាលោក Steve Witkoff ក៏មានវត្តមាននៅឯសេតវិមានផងដែរតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកិច្ចប្រជុំបានធ្វើឡើងនៅសេតវិមានជាមួយនឹងក្រុមទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកផងដែរក្រោយពីកិច្ចប្រជុំលោក Donald Trump បានបង្ហើបថាលោកនឹងបន្ថែមពេលវេលានៃការអនុវត្តបទឈប់បាញ់ជាមួយនឹងអ៊ីរ៉ង់បន្ថែមទៀតទៅតាមសំណើរបស់ប្រទេសប៉ាគីស្ថានប៉ុន្តែលោកប្រមានថាឲ្យតែការចរចាប្រព្រឹត្តទៅភាគីអ៊ីរ៉ង់ត្រូវតែទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកមុនពេលលោក Donald Trump ចូលទៅសេតវិមានបើកកិច្ចប្រជុំជាមួយនឹងគណៈរដ្ឋមន្ត្រីលោកបានបញ្ជូនសារព្រមានទៅរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ថាឲ្យជ្រើសរើសរវាងសុវត្ថិភាពនិងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលោក Trump ប្រាប់ទៅទីក្រុងតេហេរ៉ង់ឲ្យជ្រើសរើសរឿងនេះបើពុំនោះទេលោកប្រមានថានឹងមិនបន្តពេលវេលានៃការអនុវត្តបទឈប់បាញ់ឡើយក្រោយពីលោកជួបប្រជុំជាមួយនឹងគណៈរដ្ឋមន្ត្រីនិងទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបណ្ដាញផ្សាយព័ត៌មាន CNN បានចុះផ្សាយថាលោក Donald Trump នឹងបន្ថែមពេលវេលានៃការអនុវត្តបទឈប់បាញ់ទៅតាមសំណើរបស់ប៉ាគីស្ថានសិនទៅចុះប៉ុន្តែលោកនៅតែចោទសួរថាតើអ៊ីរ៉ង់ព្រមធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាមាបាតនិងព្រមចូលបន្ទប់ចរចាជាមួយសហរដ្ឋអាមេរិកដែរឬទេហើយប្រសិនបើមានការចរចាតើអ៊ីរ៉ង់ព្រមទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកដែរឬទេបើអ៊ីរ៉ង់មិនព្រមទេគឺមានតែត្រូវទទួលគ្រាប់បែកពីសហរដ្ឋអាមេរិកបន្តទៀតលោក Donald Trump នៅតែបញ្ជាក់ថាលោកនឹងយល់ព្រមបន្តបទឈប់បាញ់គ្នា14ថ្ងៃបន្តទៀតដែលតាមពិតបទឈប់បាញ់នេះត្រូវផុតរលត់ត្រឹមពេលកណ្ដាលអាធ្រាត្រថ្ងៃទី22ខែមេសាលោក Trump បានថ្លែងថាលោកព្រមពន្យាពេលច្រើនថ្ងៃទៅមុខទៀតឲ្យតែកិច្ចចរចាចាប់ផ្ដើមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកជាពិសេសគឺត្រូវមានកិច្ចព្រមព្រៀងទៅតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកយ៉ាងណាមិញអ្នកសង្កេតការមើលឃើញថាលោក Trump កំពុងតែធ្វើសេចក្តីសម្រេចចិត្តដើម្បីទិញពេលវេលាឲ្យខ្លួនឯងដើម្បីបង្ខំឲ្យអ៊ីរ៉ង់ព្រមចូលបន្ទប់ចរចានិងទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកបើទោះជាក្នុងកម្រិតណាក៏ដោយឲ្យតែអ៊ីរ៉ង់ទទួលយក1ឬ2ចំណុចគឺលោក Donald Trump អាចនឹងអស់ចិត្តនិងប្រកាសថាបេសកកម្មរបស់លោកគឺជោគជ័យអ្នកសង្កេតការយល់ថាការបន្ថែមពេលវេលានៃការអនុវត្តបទឈប់បាំងដែលលោក Trump ថាធ្វើតាមសំណើរបស់ប៉ាគីស្ថាននេះការពុតលោក Donald Trump ខ្លួនឯងក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ដែរថាតើត្រូវកំណត់ម៉ោងទម្លាក់គ្រាប់បែកឬក៏កំណត់ម៉ោងបញ្ចប់សង្គ្រាមលោកកំពុងទិញពេលវេលាដើម្បីសាកល្បងគ្រប់ស្ថានភាពទាំងអស់នៅចំពោះមុខភាពរឹងរូសរបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប៉ុន្តែអ្នកសង្កេតការក៏មើលឃើញដែរថាបើលោក Donald Trump បន្ថែមពេលវេលាបទឈប់បាំងដល់ចំណុចដែលអ៊ីរ៉ង់នៅតែមិនអាចទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកឬមិនព្រមចុះចាញ់លោក Donald Trump ប្រហែលជានឹងសាកល្បងទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីម្ដងទៀតជាមួយនឹងការអន្តរាគមន៍យ៉ាងលឿនរហ័សពីសំណាក់កងយន្តហោះចម្បាំងរបស់ប្រទេសអ៊ីស្រាអែលគេមើលឃើញថាអ៊ីស្រាអែលកំពុងតែរងចាំការផ្ដល់សញ្ញាភ្លើងឃ្យូពីលោក Donald Trump ហើយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលនឹងហក់ទៅទម្លាក់គ្រាប់បែកភ្លាមៗលើទឹកដីអ៊ីរ៉ង់ដែលអ៊ីស្រាអែលប្រកាសហើយថាការទម្លាក់គ្រាប់បែកលើកនេះគឺដើម្បីកំទេចរោងចក្រអគ្គិសនីនិងស្ពានថ្នល់ដោយនឹងការព្រមានរបស់លោក Donald Trump ផងដែរចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី28ខែកុម្ភៈមកលោក Donald Trump បានពន្យាពេលអវសានវិទ្យរបស់គាត់លើអ៊ីរ៉ង់ចំនួន6លើករួចមកហើយប្រទេសប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលប្រកាសថានឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីឲ្យមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដោយចង់ឃើញភាគីទាំងពីរអង្គុយចរចាគ្នាឲ្យបានយូរបំផុតរហូតដល់មានកិច្ចព្រមព្រៀងប៉ុន្តែសម្រាប់លោក Donald Trump នៅតែប្រមានថាសេចក្តីសម្រេចទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាថ្មីគឺស្ថិតក្នុងបេះដូងរបស់លោកហើយការដកនាវាចម្បាំងចេញពីការឡោមព័ទ្ធច្រកសមុទ្រ Hormuz ក៏ស្ថិតក្នុងសេចក្តីសម្រេចរបស់លោកដែរលោកបញ្ជាក់ថាការឡោមព័ទ្ធច្រកសមុទ្រដោយនាវាចម្បាំងសហរដ្ឋអាមេរិកនៅតែបន្ត
រហូតទាល់តែអ៊ីរ៉ង់ព្រមបើកច្រកសមុទ្រនិងព្រមធ្វើតាមលក្ខខណ្ឌគ្រប់យ៉ាងរបស់សហរដ្ឋអាមេរិកចំណែកឯអ៊ីរ៉ង់វិញភាគីរដ្ឋាភិបាលអាចនឹងទទួលបានការបន្ថែមបទឈប់បាញ់ចរន្តថ្ងៃទៅមុខទៀតព្រោះភាគីរដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតី Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi តែងតែចង់ឃើញសញ្ញាវិជ្ជមានជាមួយសហរដ្ឋអាមេរិកដើម្បីឈានទៅរកទីបញ្ចប់នៃសង្គ្រាមលោក Pezeshkian តែងតែបង្ហើបថាអ៊ីរ៉ង់មិនអាចតស៊ូបានច្រើនខែទៅមុខទៀតទេខណៈដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរលោក Pezeshkian តែងតែបញ្ជូនគណៈប្រតិភូទៅកាន់តុចរចាដើម្បីបិទបញ្ចប់មហិច្ឆតាសង្គ្រាមរបស់លោក Donald Trump ប៉ុន្តែនៅពេលដែលការចរចាបរាជ័យនៅជុំទី1លោក Pezeshkian ចង់ឲ្យគណៈប្រតិភូបន្តការចរចាច្រើនថ្ងៃទៀតតែត្រូវបានជំទាស់ភ្លាមដោយពួកឧត្តមសេនីយ៍នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមនិងក្រុមបុព្វជិតសាសនាប្រកាន់ខ្សែតឹងឧត្តមសេនីយ៍អ៊ីរ៉ង់ភាគច្រើនមិនចង់ឲ្យរដ្ឋាភិបាលចុះញ៉ំនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិកឡើយដោយប្រកាសថាខ្លួនគេគឺជាអ្នកការពារអធិបតេយ្យប្រសិនបើអ្នកឈ្លានពាននៅតែមានមហិច្ឆតាគឺអ៊ីរ៉ង់មិនត្រូវចុះចាញ់ឡើយហេតុនេះហើយបានជាអ៊ីរ៉ង់មិនច្បាស់លាស់ដើម្បីបញ្ជូនគណៈប្រតិភូធ្វើការតុចរចាអ្នកសង្កេតការមើលឃើញថានៅក្នុងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ភាពបែកបាក់កំពុងលេចរូបរាងហើយថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់លោក Pezeshkian ព្យាយាមប្រើមធ្យោបាយការទូតប៉ុន្តែអំណាចរបស់លោកនៅតែស្ថិតក្រោមក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ដែលពួកឧត្តមសេនីយ៍មានអំណាចខ្លាំងណាស់នៅក្នុងការប្រើប្រាស់យុទ្ធសាស្ត្រប្រឆាំងសហរដ្ឋអាមេរិកបើក្រុមនេះមិនព្រមឲ្យមានកិច្ចព្រមព្រៀងភាគីរដ្ឋាភិបាលក៏មិនអាចសម្រេចចិត្តបានដែរអ្នកសង្កេតការយល់ថាមិនយូរទេរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងបែកបាក់ហើយប្រជាជនដែលគាំទ្ររបបនេះក៏អាចនឹងបែកបាក់គ្នាដែរដោយមួយភាគទៅខាងលោក Pezeshkian និងមួយភាគទៀតទៅខាងឧត្តមសេនីយ៍កងឆ្មាំបដិវត្តន៍អ៊ីស្លាមប៉ុន្តែប្រជាជនអ៊ីរ៉ង់ភាគច្រើនបំផុតក្នុងចំណោមជាង90លាននាក់គឺមានដល់ទៅជាង 80% ដែលពួកគេសុទ្ធតែប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមក្រុមនេះហើយដែលចង់ឃើញសន្តិភាពក្រិតមាននិងចង់ឃើញការបញ្ចប់របបបច្ចុប្បន្នបើរបបនេះត្រូវបានរំលាយកងឆ្មាំបដិវត្តន៍និងក្រុមប្រឹក្សាសន្តិសុខជាតិដែលប្រកាន់ខ្សែតឹងក៏ត្រូវរំលាយដែរហើយរបបថ្មីនឹងរះឡើងនៅលើដែនដីនៃរាជធានីតេហេរ៉ង់